មកពីចូលឆ្នាំខ្មែរវិញសោះគេខ្លះសនេះមែនខ្ញុំដឹងថាអ្នកគ្នាសហ្នឹងឯងដោយសារអីដោយសារតែពេលដែលចូលឆ្នាំខ្មែរហ្នឹងគឺខ្ញុំទៅលេងបាញ់ទឹកខ្ញុំសង្កេតឃើញថាមានអ្នកហូបអីជាក់ច្រើនមែនតើខ្ញុំផ្ទាល់ពេលចូលឆ្នាំខ្មែរហ្នឹងខ្ញុំក៏បានហូបអីជាក់ជាមួយនឹងហូបរបស់ប៉ែតផ្ដាស់ដែរប៉ុន្តែអ្នកគ្នាអាចមើលតួលេខថាមុនចូលឆ្នាំខ្មែរខ្ញុំជាមួយក្រោយចូលឆ្នាំខ្មែរខ្ញុំមិនដែរចឹងអ្នកគ្នាអាចមើលបានតួលេខមុនចូលឆ្នាំខ្មែរក្រោយចូលឆ្នាំខ្មែរខ្ញុំបានខ្ញុំនៅតែមកវិញនៅតែស្រកខ្លាញ់ជាមួយនឹងឡើងម៉ាស់សាច់ដុំដដែលអ្នកគ្នាប្រកាសជាឆ្ងល់លេខត្រូវថាហេតុអីខ្ញុំញ៉ាំហូបអីជាក់ដែរជាមួយនឹងហូបរបស់ប៉ែតផ្ដាស់ដែរមិនមកវិញខ្ញុំនៅតែស្រកខ្លាញ់ចឹងតាមបណ្ដឹងទម្លាប់ខ្លះៗដែលខ្ញុំធ្វើក្នុងពេលចូលឆ្នាំខ្មែរហ្នឹងទីមួយខ្ញុំនៅតែអនុវត្តទម្លាប់ជាប្រចាំថ្ងៃខ្ញុំដូចជាខ្ញុំញ៉ាំអាហាររូបធម្មរបស់ខ្ញុំឬមួយក៏ខ្ញុំញ៉ាំសាច់មាន់ធុងមាន់ជាដើម and then ទី2ខ្ញុំញ៉ាំទឹកឲ្យបានច្រើនញ៉ាំទឹកណាគ្នាពិតជាស៊ូមែនតើមកដោយសារតែចូលឆ្នាំខ្មែរហ្នឹងគឺខ្ញុំបានទៅស៊ីមៀបហើយមេឃគឺក្តៅមែនតើមកធ្វើខ្ញុំស្ងួតកខ្ញុំសេចទឹកខ្លាំងមែនតើចឹងហ្នឹងហើយដែលធ្វើឲ្យខ្ញុំញ៉ាំទឹកបានច្រើនមែនតើមកចង់ក្រោយនៅតែបញ្ចេញកោលីបានន័យថាអញ្ចឹងពេលយើងលេងបាញ់ទឹកហ្នឹងគឺយើងចាប់ដើមចេញកាយវិការច្រើនដូចជាដើរបាញ់គេប្រឡប់សោមតូចេះទឹកអីហ្នឹងហើយយ៉ាស្នឹងហើយគឺជាសកម្មភាពដែលជួយយើងបញ្ចេញកោលីហ្នឹងហើយចឹងខ្ញុំនៅតែបន្តអាសកម្មភាពទាំងអស់ហ្នឹងហើយដែលជួយខ្ញុំខាត់កុំឲ្យឡើងខ្លាញ់ចឹងបើអ្នកគ្នាកំពុងតែស្ថិតនៅស្ថានភាពដូចរូបខាងមកខ្ញុំបានដាក់មកហ្នឹងណាអ្នកគ្នាអាចចូលមើលវីដេអូចាស់ៗដែលខ្ញុំចែកម្លែកទៅមួយសុកឡូហ្នឹងហ្នឹងហើយបើសិនជាអ្នកគ្នាមានចង្អល់អីអ្នកគ្នាអាច comment នៅខាងក្រោមហ្នឹងបានឬក៏អ្នកគ្នាអាចឆាំខ្ញុំតបបានជួបគ្នានៅវីដេអូក្រោយបាយបាយ